នឹងមានអ្វីកើតឡើងបើសិនជាអ្នកមិនញ៉ាំអាហារពេលព្រឹកឧទាហរណ៍ថាបើសិនជាអ្នកចាប់ផ្ដើមញ៉ាំអាហារពេលល្ងាចនៅម៉ោង 7 យប់បញ្ចប់នៅម៉ោង 8 យប់បន្ទាប់ពីនោះគឺអ្នកអត់បានញ៉ាំអ្វីចូលទៅតតែសោះ4 ម៉ោងបន្ទាប់ពីការញ៉ាំអាហាររបស់អ្នកប្រជាស្ករនៅក្នុងរាងកាយក៏នឹងធ្លាក់ចុះមកស្ថិតនៅក្នុងកម្រិតប្រក្រតីវិញរហូតដល់ម៉ោង 6 ព្រឹកប្រព័ន្ធរំលាយអាហាររបស់អ្នកផ្ដើមធ្វើការរំលាយអាហារដែលញ៉ាំពេលល្ងាចមិញហ្នឹងហើយត្រៀមខ្លួនរួចរាល់ក្នុងការរំលាយអាហារថ្មីដែលអ្នកនឹងដាក់ចូលទៅម៉ោង 7អ្នកភ្ញាក់ពីគេងហើយអ្នកត្រៀមខ្លួនរួចរាល់នឹងញ៉ាំអាហារពេលព្រឹកប៉ុន្តែថ្ងៃនេះអ្នកបានសម្រេចចិត្តថាអ្នកនឹងអត់ញ៉ាំអាហារពេលព្រឹកទេ1 ម៉ោងបន្ទាប់ពីនោះគឺម៉ោង 8 ព្រឹករាងកាយក៏នឹងចាប់ផ្ដើមធ្វើការដុតកម្ដៅមានន័យថាដំណើរការនៃការដុតកម្ដៅខ្លាញ់នៅក្នុងរាងកាយគឺចាប់ផ្ដើមប្រតិបត្តិការឡើងហើយ growth hormone ឬយើងហៅថាជាប្រភេទ hormone ដែលជួយបង្កើនការ recover ជាលិកាផ្សេងៗនៅក្នុងរាងកាយយើងក៏នឹងត្រូវបានបញ្ចេញមក growth hormone ហើយនឹង ketone នៅក្នុងឈាមរបស់អ្នកនិងជាលិកាដែលមានឈ្មោះថា brain derived neurotrophic factor ជាប្រភេទអាហារដ៏ពិសេសសម្រាប់ខួរក្បាលវានឹងជួយជំរុញនិង recover ការធ្វើការរបស់ខួរក្បាល ketone ដែលមាននៅក្នុងឈាមវានឹងជួយកាត់បន្ថយបញ្ហារលាកទូទាំងរាងកាយរបស់អ្នកបានយ៉ាងល្អប្រសើរ2 ម៉ោងបន្ទាប់ពីនោះឬប្រមាណម៉ោង 10 ព្រឹកការដុតកម្ដៅនៅក្នុងរាងកាយរបស់អ្នកក៏នឹងកើនឡើងទ្វេគុណពេលនេះឯងដែលរាងកាយរបស់អ្នកនឹងប្រើប្រាស់ខ្លាញ់ជាធម្មពលដែលវានឹងទៅទាញយកខ្លាញ់ចាស់ៗដើម្បីមកប្រើប្រាស់ជាធម្មពលជំនួសឲ្យអាហារពេលព្រឹករបស់អ្នករហូតដល់ម៉ោង 12ខ្ញុំឈប់ការធ្វើ fasting តាមរយៈការហូបអាហារបែបនេះគឺផ្ដោតលើការញ៉ាំអាហារដែលមានសារធាតុ protein ហើយនិង fiber ឲ្យបានច្រើនការអត់ញ៉ាំអាហារពេលព្រឹកជួយឲ្យខ្ញុំកាត់បន្ថយជាតិខ្លាញ់និងមានរាងដែលស្អាតជាងមុនថែមទាំងអាចចំណេញថ្លៃអាហារពេលព្រឹកបានមួយពេលថែមទាំងអាចធ្វើឲ្យខ្ញុំមាន focus ក្នុងការធ្វើការបានកាន់តែមានប្រសិទ្ធភាពខ្ពស់ទៀតដែលសំខាន់នោះគឺខ្ញុំប្រើប្រាស់ធម្មពលនៅក្នុងរាងកាយតាមរយៈការប្រើប្រាស់ខ្លាញ់ចាស់ៗដែលមាននៅក្នុងរាងកាយនិងតាមរយៈថ្លើមជំនួសឲ្យការញ៉ាំអាហារពេលព្រឹកចង់ដឹងបន្ថែមថាតើរាងកាយរបស់អ្នកនឹងធ្វើការដោយរបៀបណាសង្កេតមើលថាតើអ្នកញ៉ាំអ្វីខ្លះក្នុងមួយថ្ងៃអាច comment បានណាថាតើរៀងរាល់ព្រឹកអ្នកទាំងអស់គ្នាញ៉ាំអីគេហើយបញ្ចប់អាហារនៅពេលល្ងាចគឺអីគេ